តាមការស្រាវជ្រាវមួយបង្ហាញថាស្ត្រីម្នាក់ក្នុងចំណោមស្ត្រី5នាក់បានជួបប្រទះបញ្ហានេះថ្ងៃយើងឃើញថាទម្រង់ជាច្រើននៃអំពើហិង្សាទាក់ទងនឹង gender ដោយសារបច្ចេកវិទ្យាវាកើតឡើងម្ដងហើយម្ដងទៀតក្នុងទម្រង់ផ្លែករហូតហើយឥឡូវហើយប្រភេទមួយដែលកើតឡើងញឹកញាប់ជាងគេគឺការបំពានផ្លូវភេទតាមអនឡាញនេះអាចជាការស្នើសុំឬក៏ផ្ញើផ្សេងៗដែលតាក់ទងនឹងសកម្មភាពផ្លូវភេទដែលអ្នកទទួលមិនបានសុំទេដូចជារូបភាពអាភាសអីចឹងដែលបងបាន mention តាមការស្រាវជ្រាវមួយបង្ហាញថាស្ត្រីម្នាក់ក្នុងចំណោមស្ត្រី5នាក់បានជួបប្រទះបញ្ហានេះហើយយើងក៏មានការលួចផ្សាយព័ត៌មានអ្នកដទៃដែលអង់គ្លេសហៅថា doxing និងទី3ការចែកចាយរូបភាពស្និទ្ធស្នាលដោយគ្មានការយល់ព្រមដែលជាទម្រង់នៃការបំពានអនឡាញដែលកើតឡើងច្រើនផងដែរហើយការដែល account យើងត្រូវបានគេ hack ក៏កើតឡើងច្រើនដែលប៉ះពាល់ដល់ប្រហែលជា 13% នៃអ្នកប្រើប្រាស់អ៊ីនធឺណិតហើយទម្រង់បំពានផ្សេងទៀតក៏មានការគម្រាមកំហែងដោយផ្ទាល់ដូចជាការគម្រាមកំហែងដល់អាយុជីវិតដែលអង់គ្លេសហៅថា death threat ការគម្រាមកំហែងនៃអំពើហិង្សាផ្លូវកាយឬផ្លូវភេទហើយចំពោះ platform ឬក៏កន្លែងដែលរឿងនេះកើតឡើងមានច្រើនមែនតើនៅលើវេទិកាដែលគ្រប់គ្រងដោយក្រុមហ៊ុនមេតាចឹងដូចនៅក្នុងប្រទេសកម្ពុជាយើង 95% នៃអ្នកដែលជួបប្រទះការយាយីតាមអ៊ីនធឺណិតនេះបានរាយការណ៍ថាវាកើតឡើងនៅលើ Facebook Messenger Instagram ឬក៏ WhatsApp សិតតែនៅក្រោមមេតាចាមេតាបញ្ហានេះដោយសារតែ Facebook គ្រប់គ្រងលើទិដ្ឋភាព digital របស់យើង 97% នៃប្រជាជនខ្មែរប្រើប្រាស់វាជាទៀងទាត់ចឹងសឹងតែគ្រប់គ្នាប្រើ Facebook Telegram គឺជាវេទិកាទី2ដែលមានការបំពានកើតឡើងដែរកើតឡើងច្រើននិយាយពីអ្នកណាងាយរងគ្រោះមានច្រើនក្រុមដែលប្រឈមនឹងហានិភ័យខ្ពស់The Rhymes ស្ត្រីវ័យក្មេងដោយបងបាន mention ចឹងជាពិសេសអ្នកដែលមានអាយុ18ទៅ24ឆ្នាំជួបប្រទះអត្រាខ្ពស់បំផុតនៃការយាយីផ្លូវភេទពួកគេខ្លាចជាគោលដៅសម្រាប់ជនបង្កដោយសារតែបទដ្ឋាន gender ដែលបានចាក់ឫសជ្រៅក្នុងវប្បធម៌យើងដែលចាត់ទុកស្ត្រីថាมันមានភាពស្មើភាពនឹងបុរសឬក៏ហើយគិតរំពឹងទុកថាពួកយើងទន់ជ្រាយហើយបន្តទៅទៀតគឺសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាពួកគាត់ប្រឈមមុខនឹងការរើសអើងច្រើនបើប្រៀបធៀបនឹងអ្នកដទៃ 23% ឯណោះបើប្រៀបធៀបនឹង 8%ពួកគាត់ខ្លាចជាគោលដៅនៃការបំពាននេះដោយសារតែអត្តសញ្ញាណរបស់ពួកគាត់ត្រូវបានមនុស្សមួយចំនួនគិតថាជាការបំពានលើបទដ្ឋានប្រពៃណីខ្មែរហើយចុងក្រោយគឺស្ត្រីក្នុងតួនាទីប្រឈមមុខនឹងសាធារណៈដូចជាអ្នកកាសែតសកម្មជនអ្នកការពារសិទ្ធិមនុស្ស